រឿនពូថ្លន់ក្អែពីសកាលពីព្រេងនាយមានបរមម្នាក់ទើបតែនឹងការប្រពន្ធហើយថ្មីថ្ងៃមួយបរនោះនាំប្រពន្ធទៅលេងឯផ្ទះឪពុកម្ដាយរបស់ខ្លួនពេលនោះមានពូថ្លន់មួយលូនចេញពីព្រៃមកបានឃើញដានជើងបរប្ដីប្រពន្ធនៅតាមផ្លូវធ្លាក៏លិតដានជើងនោះដោយអំណាចពីសដ៏ខ្លាំងអស្ចារ្យរបស់ពូថ្លន់បរោះទាំងពីរនាក់ប្ដីប្រពន្ធក៏បានស្លាប់ក្រោយដែលបានទៅដល់ផ្ទះឪពុកម្ដាយរបស់ខ្លួនឪពុកម្ដាយព្រមទាំងបងប្អូនញាតិសន្តានទាំងអស់យំសោកអាឡោះអាល័យសង្ត្រេងសង្ត្រៃគ្រប់គ្នាព្រមទាំងនាំគ្នាធ្វើបុណ្យខ្មោចនោះដើម្បីអួតអាងអំពីឥទ្ធិពលនៃពីសរបស់ខ្លួនពស់ថ្លន់ក៏សួរទៅសត្វក្អែកថាបងក្អែកខ្ញុំឮសូរមាត់មនុស្សអ៊ូអរម្លេះនៅក្នុងភូមិក្អែកឆ្លើយថាគេសើចសប្បាយទេតើព្រោះគេធ្លាប់ដឹងថាពស់បងថ្លន់ឯនេះពូកែណាស់គ្រាន់តែលិតតាមស្នាមជើងក៏ស្លាប់បានដែរតែឥឡូវនេះលិតស្នាមជើងរបស់គេទៅហើយបាយជីមិនស្លាប់ទៅវិញទើបគេសើចសប្បាយរីករាយទាំងអស់គ្នាថ្លន់ឮដូច្នោះនឹកអន់ចិត្តថាពីសរបស់អញធ្លាប់តែពូកែឈុតឆាប់គ្រាន់តែលិតស្នាមជើងគេក៏ងាប់ដែរបើឥឡូវលែងពូកែវិញនឹងទុកវាធ្វើអីត្រូវតែក្អែវាចោលចេញឲ្យអស់ពីខ្លួនគិតហើយក៏ក្អែពីសរបស់ខ្លួនចោលចេញអស់គ្មានសល់ពពួកសត្វទាំងឡាយមានពស់ត្រីក្អែបខ្ទួយសង្អាស្រាងឪម៉ាល់ជាដើមបានដឹងថាថ្លន់ក្អែពីសចោលក៏នាំគ្នាលូននាំគ្នាហើរមកកណ្ដាមយកពីសរបស់ថ្លន់គ្រប់គ្នាខ្លះបានច្រើនខ្លះបានតិចខ្លះទៀតក៏មិនបានដោយមិនទាន់គេសត្វពស់ដែលយកពីសថ្លន់បានច្រើនជាងគេគឺពស់ប្រលិតចន្ទត្រមួមពស់ដីពស់ប្រេងពស់ត្រីពស់ព្រៃពស់ខ្សែគោពស់កុកពស់ផ្កាបប៊ូសនិងពស់សម្រាប់កង្កែបជាដើមពស់ទាំងនេះយកពីសថ្លន់បានច្រើនជាងគេណាស់ហេតុនេះហើយបានជាឥឡូវពស់ទាំងនេះទៅជាជឹកមនុស្សមិនស្លាប់គ្មានឈឺចាប់អីសោះព្រោះពីសថ្លន់គេថាបើមានច្រើនត្រឡប់ជាគ្មានឈឺចាប់ទៅវិញដោយពេលដែលជឹកមនុស្សនោះពីសវារត់ហួសពស់ដែលយកពីសថ្លន់បានតិចល្មមនោះគឺពស់វែកដំបូកវែកស្រងែវែកក្របីស្នាអន្សោងពព្លាកជាដើមហេតុនេះហើយបានជាពស់នេះមានពីសពូកែឈុតឆាប់ណាស់តែជឹកហើយកម្រនឹងមើលជាបានចំណែកឯសត្វត្រីអណ្ដែងកញ្ជុះឆ្លាំងខ្ទួយក្អែបខ្យាដំរីស្រមោតសង្អាស្រាងឪម៉ាល់ឃ្មុំព្រួតដែលទៅក្រោយគេក៏ប្រមូលយកតែពីសដែលនៅសល់បន្តិចបន្តួចយកមកប្រឡាក់ចុងថ្មងនិងត្រនៀករៀងខ្លួនហេតុនោះហើយបានជាពពួកសត្វទាំងនេះមានពីសតិចតួចមកដល់សប្តាហ៍ថ្ងៃរីឯត្រីក្រមុំនិងទីពោខឹងណាស់ព្រោះដណ្ដើមយកពីសថ្លន់មិនបាននឹងគេក៏ស្រែកយំហើមមុខស្ពូលធំត្រីសណ្ដាយឃើញត្រីក្រមុំយំសោកដូច្នោះក៏សាយក្អាយមិនឈប់ឈរតតែរយៈមាត់អស់ព្រោះហេតុនោះហើយបានជាត្រីក្រមុំមានមុខស្ពូលធំឯត្រីសណ្ដាយមានមាត់វែងច្របរហូតមកដល់សប្តាហ៍ថ្ងៃពស់ថ្លន់កៅបើក្អែពីសចោលអស់ហើយក៏អស់រឹតអំរាចដោយចាញ់ឧបាយកលសត្វក្អែកចាប់តាំងពីពេលនោះមកមនុស្សទាំងអស់ក៏មានសេចក្តីរីករាយដោយពស់ថ្លន់អស់ពីសដ៏ខ្លាំងក្លានោះលែងមានសេចក្តីព្រួយបារម្ភចំពោះគ្រោះថ្នាក់ដោយសារសត្វពស់ថ្លន់រៀងមកដល់សព្វថ្ងៃ